ក្រសួងអធិការកិច្ចរៀបចំវេទិកាសាធារណៈដើម្បីប្រមូលនិងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋក្នុងស្រុកប្រាសាទបាគងនៅថ្ងៃទី19ខែសីហាឆ្នាំ2026ក្រសួងអធិការកិច្ចសហការជាមួយរដ្ឋបាលខេត្តសៀមរាបនិងអាជ្ញាធរមូលដ្ឋានបានរៀបចំវេទិកាសាធារណៈដើម្បីប្រមូលរកក្តីកង្វល់បញ្ហាប្រឈមសំណួរសំណុំពររបស់ប្រជាពលរដ្ឋក្នុងស្រុកប្រាសាទបាគងខេត្តសៀមរាបយកមកធ្វើការដោះស្រាយក្នុងន័យជំរុញការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរប្រកបដោយតម្លាភាពនិងប្រសិទ្ធភាពលោកសូផ្លាតុងអភិបាលស្រុកប្រាសាទបាគងមានប្រសាសន៍ថាវេទិកាសាធារណៈនេះគឺជាឱកាសដ៏ល្អសម្រាប់ប្រជាពលរដ្ឋក្នុងការលើកឡើងនូវបញ្ហាប្រឈមសំណើសំណុំពរនិងការមិនពេញចិត្តផ្សេងៗពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈនិងបញ្ហាដែលកំពុងជួបប្រទះក្នុងមូលដ្ឋានឯកឧត្តមច័ន្ទកលបុត្ររដ្ឋលេខាធិការក្រសួងអធិការកិច្ចមានប្រសាសន៍ថាវេទិកានេះជាយន្តការមួយសម្រាប់ឲ្យប្រជាពលរដ្ឋអាចលើកឡើងដោយផ្ទាល់នៅបញ្ហាសំណុំពរនិងក្តីកង្វល់របស់ខ្លួនដើម្បីទទួលបានការពន្យល់ការណែនាំនិងការសម្របសម្រួលពីមន្ត្រីជំនាញនិងអាជ្ញាធរពាក់ព័ន្ធដោយក្នុងការដោះស្រាយបញ្ហាទាំងនេះត្រូវធ្វើឡើងផ្អែកដោយតម្លាភាពប្រសិទ្ធភាពនិងគោរពតាមច្បាប់និងលិខិតបទដ្ឋាននានាសូមជម្រាបថាក្នុងវេទិកានេះក្រុមការងារបានទទួលសំណួរសំណើនិងសំណុំពររបស់ប្រជាពលរដ្ឋសរុបចំនួន14ករណីក្នុងនោះមានចំនួន8ករណីត្រូវបានពន្យល់និងដោះស្រាយជូនប្រជាពលរដ្ឋនៅក្នុងវេទិកាផ្ទាល់សំណុំពរដែលបានលើកឡើងរួមមានបញ្ហាហេដ្ឋារចនាសម្ព័ន្ធប្រឡាយទឹកផ្លូវភ្លើងអគ្គិសនីនិងការកែតម្រូវឆ្ពោះនៅក្នុងសម្បត្តិកំណើតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរការស្នើសុំដាក់អំពូលភ្លើងតាមបណ្ដោយផ្លូវក្នុងភូមិនិងសំណើសុំបង្គោលតភ្ជាប់បណ្ដាញអគ្គិសនីសម្រាប់បំពេញតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្នើសុំពន្លឿនការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅតំបន់បឹងទន្លេសាបនិងតំបន់រមណីយដ្ឋានអង្គរក្នុងឃុំចំនួន5និងសេវារដ្ឋបាលផ្សេងៗទៀតក្នុងឱកាសនោះដែរលោកជំទាវសេនសាណាស់អនុរដ្ឋលេខាធិការក្រសួងអធិការកិច្ចបានធ្វើការណែនាំនិងផ្សព្វផ្សាយចំណេះដឹងពាក់ព័ន្ធនឹងច្បាប់និងសេវាសាធារណៈដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់អំពីសិទ្ធិកាតព្វកិច្ចនិងនីតិវិធីផ្សេងៗជាពិសេសការធ្វើឯកសាររដ្ឋបាលសាធារណៈការកែតម្រូវសម្បត្តិកំណើតការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនិងដើម្បីឲ្យដំណើរការទទួលសេវាប្រព្រឹត្តទៅបានឆាប់រហ័សត្រឹមត្រូវនិងតម្លាភាពព្រមទាំងស្នើឲ្យប្រជាពលរដ្ឋបន្តចូលរួមសហការជាមួយអាជ្ញាធរក្នុងមូលដ្ឋាននិងស្ថាប័នពាក់ព័ន្ធដោយលើកយកបញ្ហាសំណើឬក៏សំណុំពររបស់ខ្លួនមកជូនអាជ្ញាធរដើម្បីពិនិត្យនិងដោះស្រាយដែនសមត្ថកិច្ចដើម្បីជាផ្នែកសំខាន់មួយក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈនិងការអភិវឌ្ឍមូលដ្ឋាន